ជំរាបសួរôngពូមីងទាំងអស់គ្នាចាថ្ងៃនេះខ្ញុំសូមបង្ហាញពីសកម្មភាពការរៀបចំផ្ទះថ្ងៃអាទិត្យណាបងប្អូនទាំងអស់គ្នាចាញាប់ដៃញាប់ជើងគួរសមដែរដោយសារចង់មកធ្វើខ្លួនអីចឹងណានឹងហើយមើលទៅការងារនោះដូចជាសកម្មដល់ហើយôngពូមីងទាំងអស់គ្នាចាកវាកបោឲ្យស្អាតបាតពីព្រោះស្អែកថ្ងៃច័ន្ទគឺយើងសែនចាសែនហើយផ្ទះខ្ញុំអត់ធ្វើអីជាធំដុំទេôngពូមីងទាំងអស់គ្នាចាគ្រាន់តែដាក់ផ្លែឈើ2ចាននំឡើង1គូទឹកក្រូចទឹកសុទ្ធតែប៉ុណ្ណឹងចាដូនតាខ្ញុំស្រួលមែនតើចាអត់ចាំបាច់អីច្រើនទេគាត់ដឹងថាកូនចៅនៅតែឯងចឹងបបាអីចឹងណាôngពូមីងទាំងអស់គ្នាដោយសារអីកាលពីខ្ញុំមានគ្រួសារមាននៅប្តីនៅអីជាមួយជុំគ្នាមុនអត់តន់បែកគ្នាណានឹងហើយមានសឡមានបាយឆាអីគ្រប់សពដូចគេដូចឯងដែរនៅពេលដែលខ្ញុំនៅតែឯងអញ្ចឹងខ្ញុំក៏អត់ធូកនិយាយយំតាមនឹងហើយឥឡូវមកដល់កន្លែងសឡនៃការងារផ្ទះហើយបងប្អូនចាបញ្ញាប់មកធ្វើខ្លួននឹងហើយវីដេអូនេះបង្ហាញតែប៉ុណ្្នឹងសិនទេចាំមើលវីដេអូក្រោយបន្តទៀត